ចាប់ដល់គេជីគេយកមកឡើងចាវេទិកាសូមគោរពអញ្ជើញចាជីបន្តទៅទៀតនេះសូមគោរពអញ្ជើញចាលោកចននេះចាព្រមទាំងភរិយាចាជា sponsor របស់នាងខ្ញុំប្រចាំទីក្រុងភ្នំពេញចាសូមគោរពអញ្ជើញលោកចននេះចាបងប្រុសចននេះសូមគោរពអញ្ជើញចាបងប្រុសចននេះព្រមទាំងភរិយាគាត់បាន sponsor នាងខ្ញុំព្រមទាំងកន្លែងចាផ្ទះសម្រាប់ចាគឺចាបងប្រុសចាផ្ដល់ទីតាំងនៅកន្លែងស្នាក់នៅរបស់នាងខ្ញុំសូមថ្លែងអំណរគុណបងប្រុសមិនមានការអូនអែទេសូម្បីតែពេលខ្លះនាងខ្ញុំចាត្រូវច្រៀងរហូតដល់យកត្រូវរំខានពេលខ្លះបានទ្វារគាត់សម្រានហើយតែគាត់មិនអូនអែអ្វីឡើយតែគាត់ពេញចិត្តជួយដល់សិល្បៈករណីដូចជានាងខ្ញុំចាហើយនាងខ្ញុំចាសុដានេជាតារាចម្រៀងប្រចាំប្រជាណាចក្រកម្ពុជាគឺជាសិល្បៈករណីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញដោយនាងខ្ញុំមិនមែនជាតារាចម្រៀងល្បីណាស់ទេប៉ុន្តែនាងខ្ញុំគឺជាព្យាយាមអំពីសមត្ថភាពរបស់នាងខ្ញុំដែលមានប៉ុណ្ណាគឺនាងខ្ញុំសម្ដែងប៉ុណ្ណឹងហើយសូមអរគុណតែការគ្រប់គ្រងចាសូមអរគុណចាសូមគ្រប់គុណទីនេះជូនដល់លោកអគ្គនាយកខ្មែររដ្ឋាភិបាលចាសូមអរគុណចាលោកជាលីមក្រុមជើងអរគុណសូរនេហើយខ្ញុំក៏សូមគោរពដល់បងប្អូនហើយអរលោកលោកស្រីនាងកញ្ញាទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំមានការរំភើបមែនទែនហើយមានការកោតសរសើរដល់សូរនេដែលបានមកសហរដ្ឋអាមេរិករយៈពេល9ខែបានធ្វើការផ្សព្វផ្សាយបទចម្រៀងជាច្រើនទៅតាមសង្គមខ្មែរទាំងអស់នៅសហរដ្ឋអាមេរិកនេះគឺរហូតដល់ New Orleans ទៅទីក្រុងតូចៗក៏មានណាស់ទៅដែរហើយបងប្អូននៅទីនោះគ្រប់ទិសទីទាំងអស់តែទទួលស្គាល់ហើយតែទទួលរាក់ទាក់ទទួលនាងជាយ៉ាងបិទកថាហើយយ៉ាងរាក់ទាក់ជាទីបំផុតសោបញ្ជាក់ឲ្យឃើញថាគឺនាងបានផ្សារភ្ជាប់ជាមួយនឹងបងប្អូនយើងទាំងអស់គ្នានៅសហរដ្ឋអាមេរិកគឺបងប្អូនខ្មែរយើងទាំងអស់បានផ្សារភ្ជាប់ជាមួយនឹងនាងហើយនាងក៏បានចុះជាមួយបងប្អូនយើងយ៉ាងគ្រប់ទីកន្លែងទាំងអស់ហើយយ៉ាងណាមិញសស្ខេភាពបញ្ជាក់ឃើញថានៅរាត្រីនេះគឺឃើញបញ្ជាក់ឃើញថាគឺបងប្អូនយើងបានគ្រប់គ្រងហើយកញ្ញាសូដានេបានផ្សារភ្ជាប់ជាមួយបងប្អូនយើងទាំងអស់នៅក្នុងទីក្រុងសានឌីហ្គោក៏ដូចទីក្រុងដទៃទៀតនៅសហរដ្ឋអាមេរិកដែរបាទខ្ញុំមានការសរសើរមែនទែនបាទតែខ្ញុំសូមបងប្អូនទាំងដែលអបអរសាទរនាងវិញដែលបានរំភើបដែលបានទទួលបានការសរសើរជាទីបំផុតបាទដោយសារតែនាងបានធ្វើការយ៉ាងមមាញឹកហើយមានការជោគជ័យទីបំផុតហើយក្រុមហ៊ុនយើងខ្ញុំមកសូមបទសរសើរជាមួយនាងដែលបាន9ខែដែលមានវត្តមាននៅសហរដ្ឋអាមេរិកនេះបាទសូមអនុញ្ញាតទទួលនៅបទសរសើរនេះបាទនេះគឺនាងបានជោគជ័យនៅសហរដ្ឋអាមេរិកទាំងអស់គឺការពីបានធ្វើដល់គ្រប់ស៊ីរីទាំងអស់ដែលបាននាងបានទៅគឺបានជោគជ័យទាំងអស់បាទសូមអរគុណណាស់ហើយបានមានសមត្ថភាពហើយនឹងមានការគ្រប់គ្រងនិងការសម្ដែងជូនបងប្អូនលោកស្រីនាងកញ្ញាអស់នៅគ្រប់ទីកន្លែងអស់សូមអរគុណហើយបន្ទាប់ពីនេះក៏ខ្ញុំសូមជូនពរជ័យសពសច្ចការដល់បងប្អូនទាំងអស់អស់លោកស្រីនាងកញ្ញាដែលមកទីនេះឲ្យមានសុខភាពល្អបរិបូរណ៍